នេះដើមឈើដើមជ្រៃក្រួយផ្ទះខ្ញុំឡើងហ្នឹងប្តីឲ្យប្រពន្ធសម្រាប់ចិត្តថាកាប់ដើមឈើនេះហើយថតទុកអនុស្សាវរីយ៍នេះជាងអ្នកកាប់ដើមឈើ ready to កាប់ដើមឈើហើយដើមឈើខ្ញុំដើមជ្រៃជ្រៃក្រឹមហើយមានកន្លែងអង្គុយលេងហើយមានលើហើយស្ដាយណាស់តែធ្វើម៉េចចេញមកចេញសៀកខោអញ្ចឹងគេកាប់ឈើស្លៀកនេះក៏ដោយនេះឡើងទៅលើឡើងស្ដារទៅលើឡើងទៅលើឃើញខ្លះហោមើលហើយមើលស្ដាយហើយកាប់ចោលតិចទៀតកាប់ចោលហ្នឹងទាំងអស់ហើយកាប់មើលស្ដាយមើលសូហ្វាមើលកាប់ទាំងអស់ហ្នឹងចោលសូហ្វាក្រែនៅកន្លែងហ្នឹង tree house ហ្នឹងត្រូវលុះចោលទាំងអស់តោះវាយក្រោយទៅចោលនេះបាំងតិចស្រួលតែអត់មានណាមកលេងមកអង្គុយកូនធំហើយចាម៉ែវាចាក់កូនវាធំហើយនេះលើឆ្លៅចដាគាត់ធ្វើគាត់មានចដាដូច like tree house ចឹងណាចដាមានកន្លែងអង្គុយលេងមានអីតិចស្រួលនៅលើនឹងដើមឈើច្រើនណាតិចស្រួលនៅលើមានលើឡៅទៀតហើយលើឡៅអូនឡើងទៅលើមាននិយាយទៅដើមជ្រៃវាធំសាខាល្អតិចស្រួលតែគ្រាន់ថាអត់ចូលចិត្តត្រង់វាមានឫសច្រើនដាំតំណាំអីអត់បានទេវាស៊ីតំណាំអស់ហើយនឹងស្លឹកហ្នឹងវាជ្រុះច្រើនពេកហើយដល់អញ្ចឹងទៅសម្រាប់ចិត្តថានឹងកាប់វាចោលព្រោះក្រងនឹងធ្វើផ្ទះនៅខាងក្រោយពេលខ្ញុំធ្វើផ្ទះក្រោយចាំខ្ញុំថតឲ្យមើលទៀតខ្ញុំថតម្ដងមួយអញ្ចឹងណាแล้วកំពុងតែសុំច្បាប់គេហើយឡើងទៅលើមួយជាន់ទៀតអានេះខាងក្រោមណាអត់ដឹងនេះវាទៅអង្គុយលេងមកល្មមទៅជាក់ស្រួលនឹងលើយើងឡើងអានេះមកលើនៅជាន់ទី2នៅលើតែអត់ដែរបានបោះទេសិតតែស្លឹកឈើនេះស្លឹកឈើធ្លាក់ច្រើនណានៅនេះមើលបើដាក់កាទេដាក់អីអង្គុយលេងទៅតិចខែក្តៅក៏នៅទៅតិចហូអាវពាក់ហ្មងតលាយស្រួលបងប្អូនអើយតែគាត់ថាវាពិបាករឿងធ្លាក់ស្លឹកច្រើនណាមែកវាក៏ស្អាតដែរជ្រៃក្រឹមដើមធំហើយអត់អាចកាប់ភ្លាមបានភ្លាមទេកាប់ម្ដងបន្តិចព្រោះកាប់ភ្លាមជួលគេមកកាប់អស់ច្រើនណាយ៉ាងហោចណាស់ថា 3000 4000 ដឹងគ្រាន់តែយកទៅបោះចោលតោះអញ្ចឹងសំលុយឲ្យប្តីកាប់ម្ដងពី3ម៉ែត្រដាក់ចោលធុងសម្រាមប្រហែលជា2ខែ3ខែដឹងមិនកាត់ហើយម្ដងហ្នឹងណាប្តីចាប់ដើមហើយចាប់ដើមតលាក់ហើយតលាក់1ម៉ែត្រម្ដង1ម៉ែត្រម្ដងអរគុណច្រើនចាំថ្ងៃក្រោយថតឲ្យមើលទៀតនេះពីខាងលើទៅកៅអីអង្គុយស្អាតណាស់ជាក់ស្រួលដបោទេសកាប់ចឹងទៅឃើញដបោទេសខ្លះហើយ
នេះបងប្អូនកាប់បានប៉ុណ្នេះហើយតិចទៀតប្តីអ្នកកាប់ពីលើតិចទៀតប្រពន្ធចូលកញ្ច្រាមប្តីឲ្យប្រពន្ធចូលកញ្ច្រាមវាដាក់ចូលធុងសម្រាមប៉ុណ្ណឹងបានអញ្ចឹងឡើងបងប៉ុណ្ណឹងបានមកកធុងឲ្យដឹងបងនិយាយទៅធុងសម្រាមមកទឹកបោះចោលមួយសាតែអញ្ចឹងមកទឹកគាត់កាប់មុំមកកធុងពីកធុងសុំអ្នកចិត្តខាងសុំកធុងអ្នកចិត្តខាងយកមកដាក់មកប្រងកាត់មកពីកធុង3កធុងនឹងឯងកាត់តែប៉ុណ្្នឹងសិនណាបងចាកាត់មុំមកអស់តម្លាក់មកហៀវនឹងអស់មកចា for this week បងnext week យើងកាប់ម្សាទៀតចាមុនដំបូងថាមិនកាប់ទេដល់អង្គុយគិតយូរទៅអូយខ្ជិលបោះស្លឹកឈើណាកាប់វាក៏កាប់ទៅហើយចាំធ្វើស្អីឲ្យវាត្រជាក់វិញទៅហើយណាមួយចង់ដាំអីក៏ដាំមិនកើតដែរតាមឈើធ្លាក់មកដល់ក្រោមឥឡូវត្រូវកាប់វាដាក់ចូលក្នុងកធុងនេះមើលតែឈើទាំងអស់ហ្នឹងកាប់ទៅបានមកកធុងហ្នឹងអត់បានទេច្រើនប៉អូលើបាន2កធុងឯងប្តីថា3កធុងមិនដឹងអ្វីផងឥឡូវកាប់មកអាទិត្យម្ដងហើយនេះកធុងចាំមើលទៅផ្ទះអ្នកចិត្តខាងទៅសុំកធុងគេយកមកដាក់កាប់ម្ដងមកមេឃធំម្ដងមកពុនអត់បានទឹកប៉ុណ្ណឹងហើយងត់ទៅពុនងត់ធំទេចាឥឡូវទៅកាប់ចោលទៅនេះក្រំបងប្អូនមិនផ្លែទេណាអូម៉ែក្តានអ៊ុយមិនរត់ងាប់កូនចាបអូនបាត់អត់ទេសបុកចាស់អូសបុកចាស់ហ៎អូមានសបុកចាបប៉ុន្តែចាបហៅហើយអស់ហើយកូនហើយអស់ហើយពេលថតទៀតចាអូបែអូនេះណាថតចោលណាមើលខ្លួនឯងខ្លួនឯងនេះគឺនឹងHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
là chúa mình tạt rồi này máu cái lại đổ ra xuống thì cho làm sút máu mẹ lá nghe phun giờ làm sụt mà tiền làm sút cả là trong sân trong mấy cái xì lôi khác cái cái giác lại cặp lại trong là không đi bán tóc này sút cả khói ờ cặp lư ai đi sút cái này và đây trong cái lắc vào đây đây đấy bố nó bỏ ông cặp ra khai này không mang nào lên trả cặp ơi cái gì nó đặt lọc cạnh nhau hả? Mấy giờ là cái túi cho ăn rồi đây là không á chạm từ chút tết đã không đã cho họ bán chở này cho cái chạm từ chút tết mình đã bán chở bây giờ chưa gặp cái phải đã mới lại cháo không nó mà đây cắt món đặt làm chở nè ông cắt hết ông mà nè ông ở chút đã ôn này nè
បងប្អូនលើកាប់ហើយអស់ហើយរៀបស្មើអស់ហើយអ្នកកាប់ហត់ណាស់អស់កម្លាំងហើយអង្គុយលេងទូរស័ព្ទអស់កម្លាំងហើយអូថាខ្លួនឯងអូអត់អស់ទេនៅមានកម្លាំងកាប់ទៀតឥឡូវហ្នឹងតិចទៀតបើវិញដាក់មួយកធុងពេញហើយឥឡូវហ្នឹងត្រូវការតែខ្ចីកធុងរបស់អ្នកនៅចិត្តខាងចាំមើលគេឲ្យដាក់អត់បើគេឲ្យដាក់អស់មួយកធុងហ្នឹងទៀតហើយចាំដល់ចាំមកទឹកពីកធុងកាត់បានមកទឹកម្ដងព្រោះបើចាកាត់ព្រោះថ្ងៃច័ន្ទគេយកសម្រាប់ចាក់ចោលយើងអត់ចង់ចំណាយលុយជួលអត់ចង់ចំណាយលុយជួលtramper what do you call that one អាដាំសម្រាប់គេចោលសម្រាប់គេដាក់ចោលសម្រាប់ចោលស្លឹកឈើចោលអីធំតែហ្នឹងវាអស់លុយច្រើនដល់អញ្ចឹងទៅសំលុយដើម្បីកាត់ខ្លួនឯងមួយអាទិត្យកាត់ម្ដងចោលម្ដងរាល់ថ្ងៃច័ន្ទគេយកមកយកសម្រាប់ចោលអញ្ចឹងណាគេចាំច័ន្ទអាទិត្យក្រោយចាំថតវីដេអូបន្តភាគឲ្យមើលទៀតចាអត់អីអាហ្នឹងចាំពេលក្រោយចាំនិយាយទៀតឥឡូវនិយាយឆ្ងាយតិចទៀតបឹងហ្នឹងក៏លុបចោលដែរធ្វើថ្មីឡើងវិញចាអរគុណច្រើនចង់ដឹងចង់អីគេចង់ដឹងតើកាប់ដើមឈើយ៉ាងម៉េចទៀតជួយ subscribe ជួយ like គេនឹងខ្ញុំធ្វើវីដេអូបន្តទៀតខ្ចីគេបានទេអូឥឡូវអ្នកចិត្តខាងគេថាគេឲ្យហើយបន្តិចទៀតចាំទៅយកគេអត់ដឹងថាយើងចង់យកឥឡូវហ្នឹងចាដឹងតើជ្រៃក្រំគេចាំបន្តភាគទី2បន្តទៀតនៅថ្ងៃអាទិត្យក្រោយវីដេអូក្រោយអរគុណ